ជំហរបោះរដ្ឋាភិបាលនិងវិធានការថ្មីនេះគឺដើម្បីថែរក្សានៅសុខសន្តិភាពសម្រាប់ប្រជាជាតិកម្ពុជានិងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋយើងមែនតើទៅគឺយើងព្យាយាមអត់ធ្មត់នេះមិនមែនដោយសារតែយើងខ្លាចឬមួយក៏យើងចោះចាញ់នោះទេក៏ប៉ុន្តែយើងយល់ច្បាស់ពីវិនាសកម្មនៃសង្គ្រាមយើងធ្លាប់ឆ្លងសង្គ្រាមរ៉ាំរ៉ៃរាប់សិបឆ្នាំណាផលវិបាកសង្គ្រាមមានអីខ្លះហើយជាពិសេសតាមរយៈការប្រយុទ្ធគ្នាការប៉ះទង្គិចគ្នារយៈពេល2លើកនេះណា5ថ្ងៃនិង21ថ្ងៃយើងឃើញថាវាបានបង្កនៅវិនាសកម្មអីខ្លះការខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋប្រសាទការបាត់បង់អាយុជីវិតរបស់កងទ័ពណាជនភៀសសឹកដែលរត់គេចចេញពីតំបន់ប៉ះទង្គិចឃើញសត្វតែជាផលវិបាកដែលកើតមានមកលើប្រជាពលរដ្ឋរបស់យើងអញ្ចឹងយើងអត់ចង់ឃើញនៅការឈឺចាប់នឹងវិនាសកម្មបែបនេះនោះទេអញ្ចឹងហើយបានជារដ្ឋាភិបាលខិតខំសម្រាប់បាននៅកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីថ្ងៃទី7ខែធ្នូហ្នឹងអញ្ចឹងអ្វីដែលយើងត្រូវធ្វើបន្តនេះគឺអត់ធ្មត់ឲ្យបានច្រើនបំផុតដើម្បីថែរក្សានៅបទឈប់បាញ់ដែលយើងសម្រេចបានដោយលំបាកនៅថ្ងៃទី27ធ្នូនេះឲ្យបានគង់វង្សវិពុយវិផុយស្រួយបើសិនតែយើងធ្វើអ្វីដោយគ្មានការប្រុងប្រយ័ត្នដោយមិនបានគិតគូរច្បាស់លាស់ទេវានឹងបំផ្លាញចោលនៅកិច្ចព្រមព្រៀងនេះហើយយើងមានយន្តការផ្សេងទៀតច្រើនណាដើម្បីធ្វើការដោះស្រាយបញ្ហាព្រំដែនជាមួយនឹងប្រទេសថៃក៏ប៉ុន្តែយើងអត់យកជំរឿសនៃការប្រើប្រាស់កម្លាំងនោះទេអញ្ចឹងវិធានការដែលរដ្ឋាភិបាលបានដាក់ចេញគឺអត់ធ្មត់ថែរក្សានៅបទឈប់បាញ់នេះឲ្យបានគេថាធ្វើម៉េចឲ្យបានគង់វង្សហើយប្រើប្រាស់នយោបាយការផ្សេងទៀតដែលមិនប៉ះពាល់ទៅដល់អាយុជីវិតរបស់ប្រជាពលរដ្ឋនិងកងទ័ពយើងក្នុងការដោះស្រាយបញ្ហាក្នុងនោះរួមមានយន្តការការទូតយន្តការផ្លូវច្បាប់និងយន្តការអន្តរជាតិផ្សេងដែលមានស្រាប់អញ្ចឹងហើយបានពេលថ្មីនេះគឺរដ្ឋាភិបាលសម្រេចចិត្តចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាពប្រួយផ្ដើមឡើងដោយ Donald Trump ប្រធានាធិបតីអាមេរិកណាហើយសូមបញ្ជាក់អ្វីដែលបងអូនวันนี้បានលើកឡើងគឺការចូលជាសមាជិកស្ថាបនិកនេះគឺយើងមិនមែនចូលជាសមាជិកអចិន្ត្រៃយ៍នោះទេអញ្ចឹងយើងមិនមានកាតព្វកិច្ចបង់លុយនោះទេណា100,000 លានហ្នឹងគឺអត់ទេយើងចូលជាសមាជិកស្ថាបនិកដែលមានអាណត្តិ3ឆ្នាំអញ្ចឹងវាអត់មានប៉ះពាល់ដល់កាតព្វកិច្ចនៃការបង់ថវិកានោះទេទី1ទី2យើងមិនគេថាជាប្រទេសមួយដែលយើងប្រទេសតូចកម្លាំងខ្សោយជាងគេយើងមិនអាចប្រើកម្លាំងប្រដាប់អាវុធយោធាទៅដោះស្រាយបញ្ហាជាមួយគេបានទេអញ្ចឹងយើងត្រូវប្រើប្រាស់យន្តការនានាដែលមានស្រាប់ណាយន្តការអន្តរជាតិយន្តការតំបន់ទោះតូចក្តីធំក្តីគឺយើងត្រូវតែប្រើអស់អញ្ចឹងរាល់យន្តការអន្តរជាតិយន្តការតំបន់នេះគឺយើងត្រូវតែចូលដើម្បីយកយន្តការទាំងអស់នោះក្នុងការដោះស្រាយបញ្ហាជាមួយនឹងប្រទេសថៃដោយសន្តិវិធីណាជៀសបាននឹងការច្បាំងការប្រយុទ្ធជៀសបាននៅវិនាសកម្មដែលកើតមានអញ្ចឹងនេះជាជំរឿសដែលល្អបំផុតគឺប្រើប្រាស់គ្រប់យន្តការទាំងអស់ដែលមិនមែនជាការប៉ះទង្គិចផ្នែកប្រដាប់អាវុធយន្តការអង្គការសហប្រជាជាតិយន្តការអាស៊ានណាយន្តការតំបន់ផ្សេងទៀតឥឡូវមានយន្តការថ្មីមួយទៀតគឺ Board of Peace ក្រុមប្រឹក្សាសន្តិភាពដែលព្រួយផ្ដើមដោយ Donald Trump នេះគឺយើងប្រើឲ្យអស់លទ្ធភាពដើម្បីបញ្ជៀសនៅការប៉ះទង្គិចនិងសង្គ្រាមការផ្ទុះអាវុធនៅតាមព្រំដែនពីព្រោះយើងយល់ច្បាស់នៅវិនាសកម្មដែលប៉ះពាល់ទៅដល់អាយុជីវិតរបស់ប្រជាពលរដ្ឋកងទ័ពទ្រព្យសម្បត្តិនិងជនភៀសសឹករបស់យើងអញ្ចឹងនេះជាជំហរដល់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាជាមួយនឹងប្រទេសថៃបាទ